ជប៉ុនពង្រឹងរចនាសម្ព័ន្ធការពារក៏ដាច់ស្រយាលត្រៀមទប់ទល់ចិនទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតស្របពេលប្រទេសមហាយចិនបាននឹងកំពុងតែបង្កើនសកម្មភាពយោធានៅក្នុងតំបន់ជាពិសេសនៅជុំវិញកោះតៃវ៉ាន់នោះជប៉ុនកំពុងតែបង្កើនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនិងពង្រីកកិច្ចការពារនៅដែនកោះរបស់ខ្លួនទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិនសារព័ត៌មាន Kyodo News បានផ្សាយកាលពីថ្ងៃច័ន្ទទី23 ខែមីនាថាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនកាលពីថ្ងៃច័ន្ទបានកែប្រែហេដ្ឋារចនាសម្ព័ន្ធអង្គភាពរបស់ខ្លួនដើម្បីបង្កើនល្បឿនតាមការសម្រេចចិត្តនិងធ្វើឲ្យកាន់តែល្អប្រសើរឡើងវិញនៅប្រតិបត្តិការរបស់កងនាវាដែលជាផ្នែកដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពារនៅតំបន់កោះដាច់ស្រយាលចំពេលមហាយៈចិនបានបង្កើនសកម្មភាពយោធាកាន់តែខ្លាំងឡើងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនបានបង្កើតកងនាវាចរលើផ្ទៃទឹកសម្រាប់ជាទីបញ្ជាការកណ្ដាលនិងគ្រប់គ្រងនាវានៅលើផ្ទៃរួមទាំងនាវាដែលធ្លាប់ស្ថិតនៅក្រោមកងនាវាចម្បាំងដែលមានប្រវត្តិជាង60ឆ្នាំកន្លងមកហើយនិងកងកម្លាំងសង្គ្រាមមីនកងកម្លាំងអង្គភាពទាំងនេះទើបនឹងបើកដំណើរការកាលពីពេលថ្មីៗដោយមានទីស្នាក់ការនៅទីក្រុងសាស៊ីប៊ូខេត្តនាហ្គាសាគីនាភាគនិរតីរបស់ប្រទេសជប៉ុនកងម៉ារីនរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនមានភារកិច្ចធ្វើការជាមួយអង្គភាពប្រយុទ្ធវាឡើងលើគោករបស់កងកម្លាំងការពារស្វ័យការពារដែលកំពុងឈរជើងនៅទីក្រុងសាស៊ីប៊ូហើយនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្សែសង្វាក់កោះណានសេរបស់ប្រទេសជប៉ុនដោយលាតសន្ធឹងពីភាគនិរតីពីខ្ជូស៊ូឆ្ពោះទៅកាន់កោះតៃវ៉ាន់អង្គភាព MSDM នេះត្រូវបានគេដឹងថានឹងដឹកជញ្ជូនកងទ័ពនិងយានយន្តយោធារបស់ពួកគេក្នុងចំណោមបេសកកម្មជាច្រើនទៀតលោកស្រីណាស៊ីអ៊ីតាកាអ៊ីឈីគ្រាន់តែបានឡើងកាត់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនមិនបានប៉ុន្មានផងក៏បានធ្វើឲ្យក្រុងប៉េកាំងផ្ទុះការខឹងសម្បាយ៉ាងខ្លាំងក្រោយលោកស្រីបានថ្លែងជាសាធារណៈទៅកាន់សភាអំពីអន្តរាគមន៍យោធារបស់ទីក្រុងតូក្យូប្រសិនបើមានការឈ្លានពានដល់កោះតៃវ៉ាន់ជាមួយនឹងចក្ខុវិស័យការពារជាតិរបស់នាយករដ្ឋមន្ត្រីជប៉ុននោះជប៉ុនបានដាក់ពង្រីកប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលបានចម្ងាយឆ្ងាយនៅតាមបណ្ដាកោះជាច្រើនរបស់ខ្លួន